តើការ៉ុតមានអត្ថប្រយោជន៍ដូចម្តេចចំពោះរូបរាងកាយរបស់យើងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាការបរិភោគការ៉ុត5 ឬ 6 ដើមក្នុងមួយថ្ងៃគឺអាចព្យាបាលជំងឺលេកូផ្លាគាអ្វីទៅជាលេកូផ្លាគាលេកូផ្លាគាជាប្រភេទដំបៅផ្ទាំងពណ៌សជាទូទៅគឺកើតឡើងនៅក្នុងមាត់ឬក៏បំពង់កដំបៅប្រភេទនេះវាជាលិកានៃជំងឺមហារីកតែបងប្អូនវាមិនទាន់ជាជំងឺមហារីកនៅឡើយទេកាលណាយើងបរិភោគការ៉ុតឬបន្លែពណ៌លឿងផ្សេងទៀតក្រុមបន្លែទាំងនេះគឺមានជាតិបេតាការ៉ូទីនតែសារជាតិបេតាការ៉ូទីននៅពេលដែលចូលទៅក្នុងខ្លួនរបស់យើងវានឹងបំលែងទៅជាវីតាមីន A វីតាមីន A នេះគឺមានសមត្ថភាពក្នុងការការពារនិងប្រឆាំងនឹងជំងឺមហារីកពុកម៉ែបងប្អូនពីអត្ថប្រយោជន៍នៃវីតាមីន A ដូច្នេះហើយប៉ុន្តែពុកម៉ែបងប្អូនមិនអាចបរិភោគវីតាមីន A លើសកម្រិតនោះទេពីព្រោះចំណែកលើសនៃវីតាមីន A នៅក្នុងខ្លួនរបស់យើងវានឹងបំលែងទៅជាសារជាតិពុលទាំងនោះនឹងបណ្ដាលឲ្យយើងឈឺក្បាលឈឺសន្លាក់ខូចស្បែកនិងជ្រុះសក់ជាដើមដូច្នេះហើយបានជាមានច្បាប់មួយចំនួនកម្រិតអំពីការប្រើប្រាស់វីតាមីន A សួរថាហេតុដូចម្តេចបានជាវីតាមីន A អាចផ្ដល់ទុក្ខទោសដល់រាងកាយដោយសារតែវីតាមីន A គឺជាប្រភេទវីតាមីនដែលរលាយក្នុងខ្លាញ់វីដេអូបន្ទាប់នេះខ្ញុំនឹងបង្ហាញអំពីប្រភេទវីតាមីនណាដែលរលាយក្នុងខ្លាញ់ហើយផ្ដល់ផលប៉ះពាល់នៅពេលដែលយើងបរិភោគ